បើទៅរឿងអាច3ឆ្នាំទៀតបញ្ចប់ផងកុំចេះតែនិយាយបានហើយឥឡូវនេះយើងចូលមកសាច់រឿងរបស់យើងវិញពេលនេះដុកទ័រប៊ីអូនីខនគាត់បានត្រឡប់មកផ្ទះរបស់គាត់វិញរស់នៅជាមនុស្សសាមញ្ញចំណែកឯប៊ូចាក៏រស់នៅកន្លែងរបស់គាត់ផងដែរហើយវីរៈបរិសុទ្ធប្រាទាំងពីរនាក់ក៏ជាអ្នកការពារនៅ Purgatory ដូចតាមដែរហើយចុះដល់ Vistasi ជាមួយនឹង Shadow វិញឥឡូវពួកគេចំណុចទៅហើយចំពោះជីវិតរបស់នៅ Vistasi គេមានចិត្តគុំគុនជាមួយនឹង Super Hero ទាំងអស់ហើយគេក៏បានរត់ទៅផ្ទះពូរបស់គេហើយបាននិយាយរឿងរ៉ាវទាំងអស់ដែលគេបានជួបប្រាប់ទៅដល់លពូគេហើយគេក៏មានផែនការដើម្បីកំចាត់ Shadow ចោលផងដែរព្រោះតែ Shadow គឺជាសត្រូវតាំងពីដើមមករបស់គេលពូត្រូវតែជួយខ្ញុំសងសឹកឲ្យឪពុករបស់ខ្ញុំវិញអើក្មួយប្រុសអើយកុំបារម្ភអីលពូនៅសហការជាមួយនឹងអញតែអញចង់ឲ្យលពូធ្វើស្អីទៅដើម្បីចោកសឹកឲ្យប្អូនប្រុសធ្វើស្អីក៏លពូធ្វើដែរផែនការរបស់ខ្ញុំគឺចង់ឲ្យលពូបន្លំខ្លួនធ្វើជាអ្នកចិត្តខាងរបស់ Shadow សិនទៅចាំយើងមានគម្រោងបន្តទៀតល្អណាស់បើអញ្ចឹងលពូនឹងទៅឥឡូវនេះដើម្បីសងសឹកឲ្យប្អូនប្រុសរបស់យើងត្រូវតែបន្លំខ្លួនធ្វើជាអ្នកសមទានហើយអ្នកណាគេមកអង្គុយនៅទីនេះមើលទៅអំប្រុសម្នាក់នេះដូចជាកំសត់ខ្លាំងណាស់សួស្តីលោកអ៊ំតើលោកអ៊ំមានការអីទៅមិនបានជាមកអង្គុយនៅទីនេះក្មួយប្រុសអើយអ៊ំត្រូវបានកូនបណ្ដឹងចេញពីផ្ទះតើអញមានកន្លែងឲ្យអ៊ំស្នាក់នៅដែរទេក្មួយប្រុសអ៊ំពិតជាពិបាកណាស់បថោអើយមិនបានជាកូនប្រុសរបស់អ៊ំធ្វើដល់អ៊ំបែបនេះទៅវិញមិនអីទេលោកអ៊ំស្នាក់នៅផ្ទះរបស់ខ្ញុំក៏បានដែរខ្ញុំស្នាក់នៅតែម្នាក់អញទេអរគុណអញហើយឲ្យក្មួយប្រុសបានចឹងមកលោកអ៊ំឆាប់ជិះឡានមកទីនេះហើយលោកអ៊ំចាំមកយើងទៅយប់នេះលោកអ៊ំដែលនៅទីនេះចុះបើសិនជាលោកអ៊ំត្រូវការអ្វីអញហៅខ្ញុំបានគ្រប់ពេលអរគុណអញហើយដែលបើរើសអើងអ៊ំមិនអីទេបើអ៊ំត្រូវការអ្វីអ៊ំប្រកាសជាហៅអញមិនខានទេបានតាមសម្រួលចុះអញ្ចឹងខ្ញុំត្រូវការសិនហើយខ្ញុំពិតជានឹកពុកម៉ែរបស់ខ្ញុំខ្លាំងណាស់យើងធ្លាប់តែរស់នៅជួបជុំគ្នាប៉ុន្តែពេលនេះពួកគាត់ទៅអស់ហើយក៏នឹកដល់រស់ស៊ីកាដែរមិនដឹងថានាងពេលនេះទៅជាយ៉ាងណាហើយទេទោះបីជាសោកស្ដាយក៏វាមិនអាចត្រឡប់មកវិញដែរមានតែទទួលគ្រប់យ៉ាងហើយពេលនេះលពូប្រហែលជានៅក្នុងផ្ទះរបស់ Shadow ហើយយើងក៏មិនអាចធ្វើអ្វីវាបានដែរព្រោះពេលនេះយើងមិនទាន់មានធម្មពលនោះទេអ្វីដែលសំខាន់យើងគួរទៅជួលពួកជនអន្តរភាពប្រមាណអ្នកឲ្យទៅចាត់ការវាឲ្យមើលទៅប៉ុន្តែតោះតែយើងមានលុយសិនមានតែរកវត្ថុបុរាណនៅក្បាលទីតនិចឲ្យបានOh my god ពិតជាមានច្រើនដូចជាការក្រងទុករបស់ជើងមែនតែប៉ុណ្ណេះគឺគ្រប់ទឹកលំមអាចជួយគេទៅកសម្លាប់ Shadow បានហើយអើយអ្នកលេង Free Fire អត់ដែលមកកន្លែងនេះតែដឹងបានមាសច្រើនយ៉ាងនេះប្រម៉ូយកសិនប្រម៉ូយកឲ្យអស់តែម្ដងតែប៉ុណ្ណេះដឹងថាខ្លាចជាអ្នកមានខាននេះអញអើយនៅណាស់ច្រើនដុំទៀតយកឲ្យអស់មកកុំຕົកឲ្យអ្នកលេង Free Fire នឹងមកដល់គឺអត់តែប៉ុណ្ណេះយើងអាចរស់បានមួយខែទៀតអត់ត្រូវបានខំតដែរចង់ឲ្យពេទ្យឲ្យតបងសួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាគឺជាគិតកោស៊ីឈ្នួលមែនទេទេបីតើចង់ជួយយើងទៅសម្លាប់ពីដាក់គេបែរទៅឲ្យចាប់ចម្រិតសើសាឡាតើលោកទាតម្លៃខ្លួនប៉ុន្មានដែរទេបេសកកម្មមួយគឺ1លានគ្មានបញ្ហានោះទេសម្រាប់ខ្ញុំប៉ុន្តែច្បាប់របស់យើងគឺត្រូវការលុយកក់មុន50,000ត្រឹមតែ50,000ទេខ្ញុំអត់80,000បើសិនជាការងារជោគជ័យខ្ញុំថែមទៅលើ50,000ទៀតវ៉ាវពិតជាមានតម្លៃថ្លៃមែនតើគេនឹងជាអ្នកណាទៅជាកូននាយករដ្ឋមន្ត្រីមែនទេមិនមែនទេគ្រាន់តែជាប្រជាជនធម្មតាតែប៉ុណ្ណោះប៉ុន្តែខ្ញុំតម្រូវឲ្យលោកចាប់ចម្រាត់ពួកគេគ្មានបញ្ហានោះទេឲ្យតែលុយដល់ដៃបេសកកម្មនឹងចាប់ផ្ដើមឥឡូវនេះអូខេនេះគឺជាលុយឈ្នួលរបស់លោកឆាប់រាប់មើលទៅតើវាគ្រប់ចំនួនដែរទេអូយលុយច្រើនដែរគ្រប់ចំនួនហើយអូខេឥឡូវនេះយើងចាប់ផ្ដើម
ចាញ់ប្រតិបត្តិការតែម្ដងទៅខ្ញុំនៅរងចាំដំណឹងល្អពីលោកកុំបារម្ភអីខ្ញុំទៅសិនហើយគឺកន្លែងនេះហើយចាប់ចោះអស់លឿនឆក់ឡងលឿនឆាប់ពត់ពូវាអស់ឆាប់លឿនឡើងមកហើយចាប់ផលបងដកស្គៀបឆាប់អ្នកនរគ្នាឆាប់ដកស្គៀបចូលតើពួកលោកជាអ្នកណាទៅយើងគឺជាក្រុមអក្សរជនដិនចាថ្ងៃនេះខ្ញុំនឹងចាប់ចម្រិតអ្នកទាំងអស់គ្នាដល់ឡើយខ្ញុំទៅពេលនេះពួកអញស្ទើរក្នុងក្តាប់ដៃរបស់ជើងហើយតម្លៃខ្លួនរបស់ពួកឯងគឺម្នាក់$10,000បើសិនជាពុកម្ដាយរបស់ឯងគ្មានលុយបលុះទេគឺនឹងតែស្ពៃជាមួយយើងហើយបាទឯងឆាប់ទៅប្រាប់ឪពុកម្ដាយរបស់វាទៅថាពូវាទាំងអស់នេះត្រូវយើងចាប់ចម្រិតហើយសូមលោកដោះលែងក្មេងៗទាំងអស់គ្នាទៅហើយចាប់ខ្ញុំធ្វើជាចំណាក់ខ្មាំងជំនួសក៏បានដែរខ្លួនរបស់ឯងគ្មានតម្លៃសម្រាប់យើងនោះទេហើយយើងក៏គ្មានគម្រោងចាប់ឯងនោះដែរគឺយើងចាប់តែក្មេងៗទេឆាប់ចោះទៅប្រាប់ពួកគេអស់ទៅហេតុអ្វីបានចំពោះលោកម្រងការងារសុចរិតធ្វើទៅមិនបានជាមកធ្វើចោលអញ្ចឹងដឹងថាប្រជាជនក្នុងពិភពលោកគេស្អប់ស្ពើមដែរទេយើងមិនខ្វល់ថាអ្នកណាស្អប់ខ្ពើមឬក៏អត់នោះទេប៉ុន្តែយើងគឺចូលចិត្តធ្វើបែបនេះការងារនេះវាគឺវាស្រួលរលុយពួកអានរੂពួកអញប្រកាសជាធ្លាក់នរੂមិនខានទេចាំតែមើលទៅអាគ្រូចង្រៃយកនេះអញចង់ស្លាប់មែនទេឆាប់ធ្វើតាមអាជីពរបស់យើងទៅប្រយ័ត្នយើងស្លាប់ពួកអាក្មេងទាំងអស់នេះចោលទាំងអស់នេះទៅកុំបារម្ភអីលោកគ្រូនឹងរកគេឲ្យមកជួយពួកឯងចាំលោកគ្រូសិនទៅលោកអ៊ំខ្ញុំទទួលដំណឹងមកថាមានក្រិតជនមួយក្រុមកំពុងតែចាប់ចម្រិតសិស្សសាលារបស់យើងពិតជាមានរឿងជើងមែនទេមែនហើយលោកអ៊ំខ្ញុំសុំទៅមើលសិនហើយនេះប្រកាសជាស្ដារដៃអាវីក្មួយរបស់ខ្ញុំអរខានោះទេរត់តែសួរវាសិនបើវាបានចាប់ចម្រិតក្មួយដែរទេវ៉ៃប៉ុន្មានហើយលោកអ៊ំវាគឺជាស្នាដៃរបស់ខ្ញុំបានចូលក្រិតជនមួយក្រុមដើម្បីចាប់ចម្រិតសិស្សសាលាទាំងអស់នោះតែអាវីឲ្យត្រូវតែប្រយ័ត្នខ្លួនរត់កុំបារម្ភអីលោកអ៊ំខ្ញុំនឹងទម្លាក់កំហុសទាំងអស់នេះឲ្យទៅ Shadow ឲ្យប្រជាជនទាំងអស់ស្អប់វាហើយលោកអ៊ំក៏ត្រូវតែកុំឲ្យវាចាប់បានឯសោះកុំបារម្ភអីប៉ុន្តែឯងត្រូវចាត់ខ្លួនផងបាទលោកអ៊ំកុំបារម្ភអីណែលីឡាទៅចាប់រត់ឃើញឲ្យកូនឲ្យទៅទៀតមកបាយកូនអញរៀននឹងចាំបាច់រយឲ្យកូនអញក៏នៅដល់ដែរកូនម្លាញ់តែឆាប់ដល់លេខកូនយើងវិញមកមើលដល់ចង់លួកូន$10,000នេះគឺជាក្រុមនិនចាតែជាក្រុមណាទេតោះយើងទៅចាត់ការពួកវារំដោះក្មេងមកវិញបើលបងតោះយើងនោះគឺជាអ្នកណាទៅគឺជាលបងកូប្រាខ្ញុំមិនអាចឲ្យកូនខេខ្ញុំបានទេខ្ញុំត្រូវទៅចាញ់ហើយបងប្អូនទាំងអស់គ្នាកុំបារម្ភអីវរៈបរោះក៏ប្រាប់បានមកជួយពួកយើងហើយកូនកូនបងប្អូនទាំងអស់គ្នាប្រកាសជាមានសុវត្ថិភាពបន្ខានេះបែរឲ្យខ្ញុំពុតទៅបងចុះបាទឲ្យទៅទៅកូនយកបានបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាត្រឡប់ទៅផ្ទះវិញទៅទុករឿងនេះឲ្យប៉ូលីសជាអ្នកចាត់ការទៅចុះបាទអូខេបើយើងទៅបាទមានសុវត្ថិភាពវិញហើយលោកស្នងការខ្ញុំមិនអាចធ្វើអ្វីបានទេដោយសារតែចំណាត់ខ្មាំងស្ថិតនៅក្នុងដៃរបស់ពួកចោរដូច្នេះសូមលោកដោះស្រាយដោយសន្តិវិធីទៅខ្ញុំមិនអាចជួយបានទេអញ្ចឹងខ្ញុំសុំទៅសិនហើយប៉ុន្តែខ្ញុំនឹងនៅម្ដុំនេះបើសិនជាមានរឿងអ្វីអាចជួយបានខ្ញុំនឹងជួយភ្លាមមិនអីទេលោកខ្ញុំនឹងធ្វើតាមសម្ដៅរបស់ពួកចោរអញ្ចឹងខ្ញុំទៅសិនហើយមកលបងពួកបលីបានពតយើងអស់ហើយខ្ញុំមានតែចោះទៅចរចាជាមួយនឹងពួកគេពួកឯងមើលពួកវាឲ្យបានល្អទៅបាទលបងធំសួស្ដីលោកស្នងការថ្ងៃនេះយើងមកចរចាគ្នាប្រាប់យើងមកតើឯងចង់បានអ្វីទើបប្រដោះលែងក្មេងៗទាំងអស់នោះលោកដឹងហើយថានេះគឺជាករណីចាប់ចម្រិតខ្ញុំប្រកាសចង់បានលុយហើយឯងត្រូវការប្រមាណឆំនិយាយមកប៉ុន្តែកុំធ្វើបោកក្មេងៗអសោះ$50,000ព្រមទាំងរថយន្ត3គ្រឿងឆាប់រៀបចំឲ្យយើងបើមិនចឹងទេខ្ញុំមិនធានាសុវត្ថិភាពក្មេងៗនៅឡើយបាន10នាទីទៀតយើងនឹងឲ្យគេរៀបចំឲ្យឯងប៉ុន្តែត្រូវតែធានាសុវត្ថិភាពក្មេងៗកុំបារម្ភអីនៅពេលដែលយើងបានលុយហើយចំណាត់ខ្មាំងយើងនឹងដោះលែងភ្លាមប៉ុន្តែយើងសុំម្នាក់ដើម្បីឲ្យទៅជាមួយនឹងយើងធានាសុវត្ថិភាពថាយើងអាចចាក់ចេញពីតំបន់នេះបានអូខេគ្មានបញ្ហានោះទេខ្ញុំនឹងរងចាំដំណឹងល្អពីលោកបើសិនជាហ៊ានទៅផុតថ្ងៃនេះខ្ញុំមិនធានាសុវត្ថិភាពក្មេងៗនោះទេពេលនេះអ្វីដែលឯងចង់បានគឺទទួលបានហើយសង្ឃឹមថាឯងមិនធ្វើបាបចំណាត់ខ្មាំងទៅចុះឲ្យតែខ្ញុំអាចចេញពីតំបន់នេះបានខ្ញុំធានាសុវត្ថិភាពចំណាត់ខ្មាំង
ហើយពលលោកហាមទៅតាមខ្ញុំជាដាច់ខាតមិនចឹងទេខ្ញុំមិនធានាចំណាត់ខ្មាំងនោះទេចាប់ចេញដំណើរទៅ